បាទជំរាបសួរលោកស្រីនិងកញ្ញានិងប្រិយមិត្តកំពុងទស្សនា CTN คลิปខ្លីៗតាក់ទងនឹងអក្សរសាស្ត្រថ្ងៃនេះខ្ញុំបានទទួលបាននៅសំណួរហើយនឹងសំណូមពរឲ្យបកស្រាយដើម្បីកុំឲ្យគេទៅសេខុសពាក្យច្រើនទៅសេខុសច្រើនណាស់ពាក្យហ្នឹងពាក្យដែលហើយនឹងដែរឃើញបងប្អូនយើងសំបីតែជួនកាលអ្នកសំដែងយើងហ្នឹងក៏មានសំដែងនិយាយថាខ្ញុំសុំហូបបាយដែលហូបបាយដែលមកធ្វើអីដែលថ្មណាហ្នឹងគឺខុសទេមិនមែនដែលនឹងលោទេដែរទេបាទអញ្ចឹងកុំច្រឡំដែរហើយនឹងដែលខ្ញុំឧទាហរណ៍មួយថាខ្ញុំសុំហូបដែរអ្នកឯងហូបបាយខ្ញុំហូបដែរវាមានន័យស្មើនឹង also ឬក៏ to បាទខ្ញុំហូបដែរមកអីបានន័យថាខ្ញុំសុំហូបមួយគេណាដែរហ្នឹងផងដែរហ្នឹងបានន័យថានោះក៏មានអានេះក៏មានបាទគូក៏មានក្របីក៏មានផងដែរអាហ្នឹងដែររអត់មានលោទេអត់មានតដែលទេបាទតែដាក់លោដែលហើយអញ្ចឹងផងដែររបាទនេះមានន័យអញ្ចឹងហើយបើដែលមានន័យតែដូចយើងប្រើចេះថាគោដែលបាត់ណាវាមិនមែនមានន័យដូច to ដូច also ទេគោដែលបាត់គឺជាគោរបស់មីងខ្ញុំឃើញទេគោដែលបាត់គឺជាគោរបស់មីងខ្ញុំដែលមួយទៀតប្រែថាសល់ឬក៏វាដែលគេតែខ្ញុំសុំហូបបាយដែលបើឧទាហរណ៍ថាចឹងខ្ញុំសុំហូបបាយដែលមានន័យថាយើងហូបបាយអាសល់អាដែលគេហ្នឹងគេហូបហើយហ្នឹងយើងហូបដែលគេហ្នឹងហូបសំណល់ពីគេហ្នឹងហូបបាយដែលហើយតែបើខ្ញុំសុំហូបបាយដែរមានន័យថាអ្នកឯងហូបខ្ញុំហូបផងមានន័យអញ្ចឹងណាអញ្ចឹងដែលនឹងដែលហ្នឹងគួរកុំទម្លាប់ប្រើឲ្យខុសទៀតអីជាទូទៅខ្ញុំចំណាំមើលណាពាក្យដែលអត់ដែលនៅចុងឃ្លាទេពាក្យដែលលហ្នឹងអត់ដែលឃើញនៅចុងឃ្លាទេច្រើននៅកណ្ដាលឃ្លាដែលខ្ញុំឧទាហរណ៍មានន័យថាគោដែលបាត់គឺជាណាដែលឲ្យនៅបាត់មួយទៀតអត់ដាច់ស្កុយតែឯងនៅក្រោយគេទេតែបើដែរខ្ញុំសុំហូបបាយដែរណាវាមានពាក្យដែលទៅទេដែរថាខ្ញុំហូបបាយដែលគេដែលសល់ពីគេហ្នឹងអាហ្នឹងវាដែលអរគុណហើយសង្ឃឹមថាបងប្អូនយល់ហើយបើអត់យល់អាចសួរមកទៀតខ្ញុំនឹងស្រាវជ្រាវដើម្បីបកស្រាយបន្តជូនបងប្អូនដើម្បីនាំគ្នាស្រឡាញ់អក្សរសាស្ត្រកែអក្សរសាស្ត្រយើងឲ្យត្រូវទាំងអស់គ្នាផងដែរសំណូមពរយ៉ាងទទូចមួយទៀតសូមឲ្យបងប្អូនកែទម្លាប់ឈប់សរសេរអក្សរកំណត់សូអក្សរកត់សូពីអក្សរឡាតាំងនោះទាំងអក្សរហ្នឹងសរសេរទៅតែខ្មែរគ្នាឯងមើលមិនរួចយកទៅឲ្យអង់គ្លេសរកឲ្យបារាំងដែលជាជនជាតិដើមគេមើលអត់រួចណាមើលអត់រួចអញ្ចឹងកុំនាំគ្នាសរសេរអញ្ចឹងអីតាមអីពីមុនមកគេមិនទាន់បញ្ចូល Unicode ក្នុងទូរស័ព្ទឥឡូវគេបញ្ចូលហើយពេញអស់ហើយយើងនាំគ្នាទៅសរសេរណេបណប់ញ៉ាំងអីបងអីសរសេរ B NG មកអានថាបងអញ្ចឹងមកឲ្យអង់គ្លេសមើលថាខ្មែរយើងចេះបង្កើតអក្សរខ្លួនឯងទៀតហើយវាអត់ប្រយោជន៍សរសេរអញ្ចឹងវាធ្លាប់ដៃបាទសូមអរគុណហើយសូមទោសផងក្រែងជួយបានមាត់ធ្ងន់មាត់ស្រាលឬក៏មានការបកស្រាយកន្លែងណាខុសឆ្គងមិនទំនងខុសនឹងវេយ្យាករណ៍ខុសនឹងពាក្យអក្ខរាវិរុទ្ធដើមយ៉ាងណានោះខ្ញុំបាទសូមអរគុណសូមជួបគ្នានៅคลิปក្រោយទៀតបាទសូមជម្រាបលា